សួស្តីបងប្អូនទាំងអស់គ្នាដំណើរកំសាន្តទៅប្រាសាទបន្ទាយស្រីនេះគឺជាទេសភាពតាមផ្លូវទៅសិនអង្គរយើងណាបងប្អូនពេលព្រឹក different មែនទែនស្អាតក៏ស្អាតហើយតិចទៀតបងប្អូនអើយមើលទេសភាពតាមផ្លូវលឿនលេងតាមបងប្អូនអើយទម្រាំនឹងយើងជិះដល់ប្រាសាទបន្ទាយស្រីរៀងឆ្ងាយដែរពួកខ្ញុំជិះប្រហែលជា1 ម៉ោងដែរបងប្អូនព្រោះយើងឈប់ញ៉ាំអីផងវីដេអូនេះខ្ញុំថតមិនសូវបានវិញទេបងប្អូនអើយខ្ញុំថតកាត់បងប្អូនមើលនេះទេសភាពដែលខ្ញុំថតនេះពួកខ្ញុំដល់ស្រះស្រង់ហើយបងប្អូនជិះទៅមកផ្លូវដល់ស្រះស្រង់ពេលដល់ស្រះស្រង់ពេលយើងជិះទៅដល់ស្រះស្រង់នោះយើងបិទឆ្វេងដៃមកយើងនឹងដល់ផ្លូវទៅប្រាសាទប្រែរូបបងប្អូនចាំទស្សនាប្រាសាទប្រែរូបទាំងអស់គ្នាថាស្អាតប៉ុណ្ណាអីប៉ុណ្ណាណាប៉ុន្តែខ្ញុំអត់ទៅបានទៅសើចមើលថាប្រាសាទប្រែរូបនឹងប្រវត្តិវាយ៉ាងម៉េចខ្ញុំអត់ទៅមិនដឹងទេបងប្អូនចាំពេលសម្លេងខ្ញុំទៅ search និយាយពីប្រវត្តិភាសាប្រែរូបបងប្អូនស្ដាប់នេះយើងមើលទេសភាពនៅស្រះស្រង់ទាំងអស់គ្នាបងប្អូនស្អាតណាស់បងប្អូនអើយពេលព្រឹកចឹង display មកឃើញហើយចង់ទៅទៀតណាបងប្អូននេះពួកយើងដល់ប្រាសាទប្រែរូបហើយបងប្អូនមើលទេសភាពថាស្អាតអើយស្អាតបងប្អូនអើយភីទេសចរក៏មកលេងកាន់តែច្រើនចាំមើលពេលណាទំនេរចាំមក search មើលប្រវត្តិប្រាសាទប្រែរូបទាំងអស់គ្នាបងប្អូនចង់ដឹងថាប្រាសាទនឹងដល់បណ្ដាលមកពីណាអីអញ្ចឹងណាខ្ញុំទស្សនាវីដេអូខ្ញុំនៅថ្ងៃក្រោយពេលខ្ញុំទៅនេះខ្ញុំមកស្រាវជ្រាវបងប្អូនបានដឹងទាំងអស់គ្នាម្នាក់ដែលជាក្រោយខ្ញុំនឹងកាយវិការពេញផ្លូវសួរខ្ញុំថាអាហ្នឹងអីគេអាហ្នឹងគេហៅស្អីអីគេអញ្ចឹងខ្ញុំក៏សួរស្គាល់ដែរខ្ញុំចេះតែឆ្លើយទៅដល់ពេលហ្នឹងចេញពីប្រាសាទប្រែរូបបានឆ្ងាយក្រឹនយើងឃើញផ្លូវមួយបិទស្ដាំដៃយើងបិទទៅស្ដាំដៃយើងដល់បដាបងប្អូនចាំទស្សនាមើលទេសភាពបដាទាំងអស់គ្នាអ្នកណាដែលអត់បានស្គាល់ផ្លូវបដាអ្នកណាដែលបានលេងបដាមើលវីដេអូហ្នឹងដឹងតែចង់មកលេងហ្មងខ្ញុំធានា100%បងប្អូននេះពិសាអើយស្អាតហើយតាមភូមិគេបងប្អូនខ្ញុំឃើញគេអីគេគេធ្វើស្អីគេដាក់តាមផ្លូវម៉ែអើយស្អាតណាស់បងប្អូនអើយដល់ចូលឆ្នាំផងគេរៀបចំបាត់ហើយនឹងដាក់ជឿនលឿនជាងយើងនៅខាងដបដៃនេះទេបងប្អូនជាកាតាមផ្លូវបដានឹងឃើញគេអាំងជ្រូកអាំងអីហើយឃើញស្ករត្នោតឃើញអីច្រើនបងប្អូនអើយខ្ញុំថាក្លៀនតែយើងស្ទើរទឹកលុយយើងហើយយើងត្រឹមទៅចាំយើងទៅដល់ខាងមុខទៀតចាំយើងរកឲ្យញ៉ាំតិចតែពេលព្រឹករហូតដល់ជិះដល់បដានឹងយើងពួកយើងទៅបានញ៉ាំអីទេពួកយើងឡាយតែស្រត់ដើម្បីឆាប់ទៅដល់ប្រាសាទហ្នឹងយើងស្រាវជ្រាវឆាប់បានមកវិញទៅនៅតិចតែពេលក្តៅចឹងពិបាកដែរបងប្អូនអីបាត់សងមានប្រៃឈើទេនៅនឹងស្លាស់ច្រាញ់ដល់ពេលពួកយើងជិះដល់វត្តបដាហ្នឹងមានផ្លូវ8/4ពួកយើងបិទខាងឆ្វេងដៃបងប្អូនកុំទៅត្រង់បិទឆ្វេងដៃមកពេលយើងជិះមកត្រង់រហូតបងប្អូនមើលទេសភាពតាមផ្លូវមួយស្អាតណាស់បងប្អូនអើយស្លោខៀវល្ងឹតជិះមកដល់ត្រង់ហ្នឹងខ្ញុំមិនដឹងថាគេហៅភូមិអីដែរបងប្អូនសស្គាល់ដល់ចាជិះទៅហើយខ្ញុំជិះតាមផ្លូវនេះខ្ញុំមើលផ្លាកសញ្ញាមើលអីដែរណាបងប្អូនខ្ញុំមិនចេះទៅខ្ញុំមិនសូវស្គាល់ច្បាស់ដែរខ្ញុំស្គាល់តែត្រឹម